កាលណាយើងអត់បានឃើញនៅបរមត្តទេនៅតែសើចនៅតែទទួលអត់យកបានអញ្ចឹងទៅលើកលែងតែយើងជាអ្នកប្រតិបត្តិយល់ទេអញ្ចឹងពីព្រោះអ្នកប្រតិបត្តិមានអ្នកសម្លាប់ដែរអ្នកណាអ្នកសម្លាប់តោសៈចេតសិកវាអ្នកសម្លាប់ឃើញទេការឃើញនៅបរមត្តហ្នឹងវាក្រៃលែងអញ្ចឹងណាខ្ញុំបញ្យល់នឹងស្រាប់បានដែរអត់អញ្ចឹងយើងមកពុទ្ធសាសនានេះយើងមកនេះគឺមូលដ្ឋានរបស់យើងដែលយើងចង់ដឹងចង់ឃើញចង់ចេះគឺបរមត្តគឺបរមត្តយល់ទេចាហើយឃើញបរមត្តនេះឯងទៅឈ្មោះថាជាអ្នកមាននៅទីពឹងទោះជាបានឈានក៏ដោយគ្រាន់តែជាវ័នក្នុងមโนទ្វាទេតែអត់មានទីពឹងទេបានបឋមឈានអរូបឈានក៏ដោយចេះធ្វើបុណ្យប៉ុណ្ណាក៏ដោយកសាងប្រាសាទមកចង្ហៀងមេឃក៏ដោយប៉ុន្តែអត់មានបានប្រតិបត្តិនៅវិបស្សនាទេអញ្ចឹងវាគ្រាន់តែជាវ័នក្នុងមโนទ្វានៅតែជាបុគ្គលអត់ទីពឹងចឹងក៏ប៉ុន្តែជាវ័ននៅក្នុងមโนទ្វាអាចមានទីពឹងបានអត់ជាវ័ននៅក្នុងមโนទ្វាអាចមានទីពឹងដែរអត់ជាវ័ននៅក្នុងមโนទ្វាមានអីជាទីពឹងឃើញតែជាវ័ននៅក្នុងមโนទ្វាមានអីជាទីពឹងគឺបើព្រះអង្គសម្ដែងថាមតិសតិក្នុងមគ្គជាទីពឹងតែបើយើងយល់បើនិយាយដោយអជាវ័ននៅក្នុងមโนទ្វាមានជាទីពឹងគឺវិបស្សនាគឺវិបស្សនាហ្នឹងគឺវិបស្សនាឃើញនេះឯងដែលយើងត្រូវស្គាល់អំពីពុទ្ធសាសនាតាមសេចក្តីពិតគឺអញ្ចឹង